តើនឹងមានអ្វីកើតឡើងពេលដែលផែនដីរបស់យើងលែងមានប្រេងឥន្ធនៈតើរថយន្តដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃអាចដំណើរការយ៉ាងដូចម្តេចក្នុងវីដេអូនេះយើងនឹងធ្វើការបកស្រាយចម្ងល់មួយនេះពុកស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Science Club រថយន្តដែលអាចនឹងមកជំនួសរថយន្តដែលប្រើប្រាស់សាំងឬម៉ាស៊ីនសប្តាហ៍ថ្ងៃនេះគឺជារថយន្តអគ្គិសនីតែការបញ្ចូលថាមពលរបស់រថយន្តអគ្គិសនីវាប្រើប្រាស់រយៈពេលយូរដូច្នេះហើយខ្ញុំនឹងមកណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់អំពីរថយន្តអគ្គិសនីមួយប្រភេទតែអគ្គិសនីដែលទទួលបានមានប្រភពចេញពីឧស្ម័នអ៊ីដ្រូសែនជាមួយគ្រឿងបង្គុំសំខាន់ៗមួយចំនួនដូចជាធុងផ្ទុកអ៊ីដ្រូសែនអាគុយផ្ទុកថាមពលអគ្គិសនី Fuel Cell Stack បង្កើតចរន្តអគ្គិសនី Boost Converter សម្រាប់បង្កើនតង់ខ្យល់ Electric Motor សម្រាប់បង្កើតចលនារង្វិលហើយបញ្ជូនទៅកាន់កង់និងចុងក្រោយ Power Control Unit សម្រាប់គ្រប់គ្រងនិងបែងចែកថាមពលអគ្គិសនីដែលទទួលបានហើយចំពោះការបញ្ចេញឧស្ម័នពុលវិញរថយន្តមួយនេះមិនមានបញ្ចេញឧស្ម័នពុលដោយរថយន្តដែលប្រើប្រាស់សាំងឬម៉ាស៊ីននោះទេរថយន្តមួយនេះវាបញ្ចេញតែចំហាយទឹកនិងកម្ដៅតិចតួចប៉ុណ្ណោះមុននឹងនិយាយពីផ្នែកផ្សេងៗទៀតនៃរថយន្តនេះយើងមកមើលពីរបៀបដែលរថយន្តមួយនេះបង្កើតចរន្តអគ្គិសនីជាមុនសិន Fuel Cell Stack បង្កើតឡើងចេញពី cell ជាច្រើនស្រទាប់ហើយ cell នីមួយៗមាន3ផ្នែកផ្នែកសងខាងទាំងពីររបស់វាខាងស្រូបយកឧស្ម័នអ៊ីដ្រូសែននិងខាងទៀតស្រូបយកឧស្ម័នអុកស៊ីសែននៅផ្នែកដែលស្រូបយកឧស្ម័នអ៊ីដ្រូសែនវាក៏បន្តធ្វើការបំបែកឧស្ម័នអ៊ីដ្រូសែននេះជាអ៊ីយ៉ុងការបំបែកឧស្ម័នអ៊ីដ្រូសែនជាអ៊ីយ៉ុងវាទទួលបានអាតូមហាសបូកចំនួន2និងអាតូមអេឡិចត្រូនចំនួន2ដោយសារតែផ្នែកកណ្ដាលរបស់ cell វាមិនអនុញ្ញាតឲ្យអាតូមអេឡិចត្រូនធ្វើដំណើរឆ្លងកាត់បានទេដូចនេះអាតូមហាសបូកនិងអាតូមអេឡិចត្រូនត្រូវបានបែកចេញពីគ្នាដែលអាតូមហាសបូកវាធ្វើដំណើរឆ្លងកាត់ផ្នែកកណ្ដាលរបស់ cell ចំណែកឯអាតូមអេឡិចត្រូនត្រូវធ្វើដំណើរទៅផ្នែកខាងលើដោយសារមានម៉ាស៊ីនរបស់អេឡិចត្រូនឆ្លងកាត់បែបនេះវាក៏បង្កើតចរន្តអគ្គិសនីឡើងការបង្កើតចរន្តអគ្គិសនីត្រូវបានបញ្ចប់ហើយអាតូមហាសបូកនិងអាតូមអេឡិចត្រូនក៏ជួបគ្នាឡើងវិញនៅផ្នែកខាងស្ដាំដោយសារនៅផ្នែកខាងស្ដាំមានវត្តមានរបស់ឧស្ម័នអុកស៊ីសែនដូចនេះវាក៏ប្រតិកម្មគ្នាហើយបង្កើតជាទឹកហេតុដូចនេះហើយបានជារថយន្តមួយនេះមិនមានបញ្ចេញឧស្ម័នពុលគឺវាបញ្ចេញតែចំហាយទឹកនិងកម្ដៅបន្តិចបន្តួចតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏នៅតែអាចបន្តប្រើប្រាស់រថយន្តនេះបានកាលណាមានវត្តមានរបស់អ៊ីដ្រូសែនចូលទៅក្នុង Fuel Cell Stack ប៉ុន្តែយើងឃើញថាបច្ចុប្បន្ននេះរថយន្តអ៊ីដ្រូសែនមិនទាន់មានការប្រើប្រាស់ច្រើនទូលំទូលាយនៅឡើយទេបើយើងធ្វើការប្រៀបធៀបរថយន្តអ៊ីដ្រូសែននិងរថយន្តអគ្គិសនីឃើញថារថយន្តទាំងពីរសុទ្ធតែដំណើរការដោយថាមពលអគ្គិសនីដូចគ្នាតែចំពោះរថយន្តអគ្គិសនីយើងអាចប្រើប្រាស់វាបានកាលណាដែលមានថាមពលអគ្គិសនីគ្រប់គ្រាន់នៅក្នុងរថយន្តនេះប៉ុណ្ណោះនៅពេលដែលអស់ថាមពលគឺទាមទារការបញ្ចូលថាមពលឡើងវិញប៉ុន្តែការបញ្ចូលថាមពលឡើងវិញរបស់រថយន្តអគ្គិសនីត្រូវប្រើប្រាស់រយៈពេលយូរបើយើងក្រឡេកមកមើលរថយន្តដែលប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែនវិញការបញ្ចូលឧស្ម័នអ៊ីដ្រូសែនក្នុងធុងរបស់វាអាចប្រើពេលតែ3ទៅ5នាទីតែប៉ុណ្ណោះដូចនេះអ្នកដែលប្រើប្រាស់រថយន្តនេះនៅតែអាចបន្តប្រើប្រាស់រថយន្តនេះវិញបានភ្លាមៗទោះបីអស់ឧស្ម័នអ៊ីដ្រូសែនក៏ដោយសារការបញ្ចូលឧស្ម័នអ៊ីដ្រូសែនទៅក្នុងធុងរបស់វាមានរយៈពេលខ្លីបើយើងមើលពីគុណសម្បត្តិរបស់រថយន្តទាំងពីរយើងឃើញថារថយន្តអ៊ីដ្រូសែនមានគុណសម្បត្តិល្អជាងរថយន្តអគ្គិសនីចុះហេតុអ្វីបានជាបច្ចុប្បន្នមិនទាន់ឃើញមានការប្រើប្រាស់រថយន្តអ៊ីដ្រូសែនច្រើននៅឡើយចម្ងល់មួយនេះយើងនឹងធ្វើការបកស្រាយនៅក្នុងវីដេអូបន្ទាប់វីដេអូរបស់ពួកយើងក៏ឈានមកដល់ទីបញ្ចប់ប្រសិនជាមានកំហុសខុសឆ្គងត្រង់ណាក្តីសូមមេត្តាខន្តីអភ័យទោសព្រោះនេះគ្រាន់តែជាកិច្ចការស្រាវជ្រាវរបស់ក្រុមពួកយើងតែប៉ុណ្ណោះ